ទៀតណាបាទទី2គឺយើងមកតាមរយៈធម្មតា4ឆ្នាំ9ខែឬក៏5ឆ្នាំហ្នឹងអញ្ចឹងយើងចូលជាតិគឺមាន3បងប្អូនណាទី1គឺរៀនអង់គ្លេសទៅហើយឆ្លើយអង់គ្លេសធម្មតាបាទមានន័យថាយើងអត់គ្រប់លក្ខខណ្ឌក្នុងការបកប្រែនិយាយខ្មែរអីទេបាទនឹងទី1បាទគឺរៀនអង់គ្លេសឆ្លើយអង់គ្លេសបាទទី2គឺយើងមករស់នៅលើសពី15ឆ្នាំមានអាយុចាប់ពី50 52ឡើងឬក៏មកនៅបាន20ឆ្នាំអីឡើងទៅយើងមានសិទ្ធិមានអ្នកបកប្រែភាសាអង់គ្លេសហើយរៀនជាភាសាខ្មែរបាទមានន័យថាអ្នកបកប្រែជាភាសាខ្មែរឲ្យយើងហើយរៀនជាភាសាខ្មែរឆ្លើយសំណួរយើងចាំតែឆ្លើយជាខ្មែរទៅមានគេបកប្រែឲ្យបាទទី3គឺគេហៅធ្វើតាមក្រដាស់ពេទ្យបាទធ្វើតាមក្រដាស់ពេទ្យបាទអញ្ចឹងការចូលសញ្ជាតិនេះគឺមានតែ3ទេបងប្អូនណាបាទទី1គឺក្មេងៗចាស់ៗហើយក៏ដោយដែលមកអត់គ្រប់លក្ខខណ្ឌគឺរៀនអង់គ្លេសឆ្លើយអង់គ្លេស